សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាអំពីការក្របរូបភាពដើម្បីក្របរូបភាពបានយើងត្រូវចូលទៅយក Adobe Photoshop កំពុងតែលោតមកហើយនៅពេលដែលយើងលោតហើយយើងបានឃើញផ្ទាំងមួយកំពុងតែលោតមកបន្ទាប់មកយើងចុចទៅលើពាក្យថា File ហើយជ្រើសយកពាក្យថា Open បន្ទាប់មកយើងត្រូវធ្វើការជ្រើសរើសរូបភាពដែលយើងពេញចិត្តយើងចុចទៅលើរូបភាពនោះពីរដងវានឹងលោតមកបន្ទាប់មកយើងយកពាក្យថា Crop Tool បន្ទាប់មកយើងត្រូវធ្វើការក្របរូបភាពតាមទំហំដែលយើងពេញចិត្តរូបនេះស្រៀងធំបន្តិចហើយបើយើងស្រឡាញ់ប៉ុណ្ណាពេញចិត្តតាមតម្រូវការរបស់យើងចុចទៅសញ្ញាគ្រីនោះរូបភាពដែលយើងបានក្របបំបញ្ញមិញវានឹងលោតមកបន្ទាប់មកទៀតយើងនឹងទទួលបានរូបភាពដែលយើងពេញចិត្តហើយជាចុងក្រោយខ្ញុំសូមអរគុណនិងសូមជម្រាបលាបើលោកអ្នកមានការស្ទាក់ស្ទើរក្នុងការក្របរូបភាពលោកអ្នកអាចមើលការក្របរូបភាពរបស់ខ្ញុំបានសូមអរគុណ